gì to vì sao muốn nè tẹt xong rồi nâng cừu tia và ta dùng lần thà anh ở đây chưa là cừu tia rồi có chưa là lời chặt copy cái chặt copy đã thế và ta được sang đây sẽ lánh trong bàn lọc lực tham mà đai bậc nhóm ở nên mình chết đo về chỗ năm có chặt copy từ cắn đi cắn luôn chẳng có tay start lâu Kisna và cắn đi cắn luôn toàn chụp nó đi nó nuôi dân mà dân mấy chân có tay đến đặc lực một con nên cái ca lại rồi bỏ bóng bàn hai chụp một cồn được trong ban lọ ban là gì thật lòng mà hỏiคือថាខ្ញុំចាក់ជាមានស្រុកកំណើតហើយមករៀននៅទីក្រុងមានគិតខ្ញុំថាខ្ញុំជាមនុស្សម្នាក់ដែលជួស្រែនិងស្លាប់អាការហើយតម្លៃមិត្តភ័ក្តិផ្សេងទៀត5-6អ្នកផ្សេងទៀតជួស្រែនឹងកលហើយខ្ញុំក៏មិនបានចាប់អារម្មណ៍ដោយសារតែយើងជាកូនកសិករការរស់នៅឆ្ងាយពីស្រុកកំណើតគឺមានការលំបាកខ្លាំងមានលំបាកលេងគឺលំបាកខ្លាំងគឺមានន័យថានៅទីផ្សារបើយើងចង់បានទំនិញគឺលំហូបអាហារទៅត្រូវការលុយប៉ុន្តែបើនៅស្រុកស្រែចម្ការស្រុកកំណើតយើងចង់បានម្ហូបអាហារយើងអាចរកបេះស្លឹកបាសឬក៏បេះតកូនបែអីនឹងមាត់ទឹកមាត់ទន្លេអញ្ចឹងក៏យើងអាចធ្វើបានដែរហើយខ្ញុំនៅក្នុងស្រុកកំណើតហ្នឹងនៅដងទន្លេមេគង្គហ្នឹងព្រលឹមឡើងខ្ញុំដាក់មងហើយបានត្រីមកបេះតកួននឹងមាត់ទឹកហ្នឹងយកមកស្លមកអីចឹងទៅបាទនេះគឺជាផ្នែកមួយនៃជីវិតពិតរបស់ខ្ញុំហើយតែងតែគោរពដឹងគុណអ្នកម្ដាយជាទីស្រឡាញ់របស់កូនបាទពេលខ្លះគាត់បដៅកូនដោយប្រើប្រាស់ពាក្យសម្ដីណាមួយដែលអសុរោះមិនអសុរោះហ្នឹងគាត់ជេរយើងអញ្ចឹងណាបាទប៉ុន្តែពេលខ្លះយើងខឹងនៅពេលយើងនៅតូចប៉ុន្តែនៅពេលយើងដឹងថាអាការបដៅរបស់គាត់ល្អគឺយើងដឹងគុណរបស់គាត់ដល់ពេលបច្ចុប្បន្ននេះទោះបីជាគាត់បានចែកឋានទៅក៏ដោយមែនតើទៅខ្ញុំមិនទៅជាជឿប្រមាណនឹងគ្រូទាយក៏ដូចជាចក្រពីទេពេលខ្លះខ្ញុំនៅទីក្រុងប៉ុន្តែម្ដាយរបស់ខ្ញុំគាត់បានតំណែងតំណងមកខ្ញុំថាកូនឯងសុខសប្បាយទេម្ដាយយល់សពឃើញបែបនេះបែបនោះកូនទៅថែរក្សាសុខភាពគឺថាឲ្យតែគាត់យល់សពឃើញមិនល្អគឺគាត់តែងតែរំលឹកទៅសេជាសម្បត្តិមករំលឹកកូនអញ្ចឹងតែពេលខ្លះខ្ញុំក៏មានកំហឹងខ្លះដែរតាក់ទងទៅជាមួយនឹងគាត់ថាម៉ែឯងបើម៉ែឯងនៅតែថែរក្សាកូនម៉ែឯងនៅតែគិតពីកូនរហូតហ្នឹងតើកូនធ្វើការអីកើតអញ្ចឹងមានន័យថានៅពេលដែលយើងមកពេញកិច្ចគឺមានការកំហុសខុសឆ្គងខ្លះវាជួបបញ្ហាខ្លះវាជារឿងធម្មតាទេប៉ុន្តែដោយសារតែទឹកចិត្តរបស់ពុកម្ដាយចំពោះក្តីស្រឡាញ់របស់គាត់ចំពោះកូនថ្ងៃមួយខ្ញុំសូមបន្តរឿងជឿគ្រូទីឬក៏ចក្រពីហ្នឹងមិនថាកល្យានមិត្តថាអាចជឿក៏បានមិនជឿក៏បានខ្ញុំក៏មិនដឹងដែរខ្ញុំក៏មិនខ្វល់រឿងគ្រូទីថាខ្ញុំជួស្រែស្លាប់ប្រការហើយអ្នកផ្សេងជួស្រែនឹងនគរទេខ្ញុំក៏ពិបាកចិត្តពេកខ្ញុំក៏ទៅពីសាលាវិទ្យាល័យបេសេនុខេត្តកំពង់ចាមដើរឆ្ពោះទៅកាន់វត្តនគរបាជ័យក្នុងខេត្តកំពង់ចាមដល់ពេលដើរទៅដល់ហ្នឹងក៏នៅក្រុមនៅអំពើមួយក៏ចាស់គាត់ហៅថាចៅអាចាក់តម្រាទេអាចាក់តម្រាទេចាក់កពីទេខ្ញុំថាអត់ចាក់ទេលោកតាដោយសារអីខ្ញុំអត់មានលុយមួយសេនផងហ្នឹងតែខ្ញុំចាក់យ៉ាងម៉េចអត់មានលុយទេហើយគាត់ថាមិនបាច់ទេមិនយកលុយទេចាក់អីមិនចាំចាក់ឯងអញ្ចឹងខ្ញុំក៏ចាក់ដែរប៉ុន្តែពេលចាក់ទៅវាត្រូវត្រង់ចំណុចខ្ញុំមិនចាំច្បាស់ទេគ្រាន់ថាគួរនិយាយថាត្រូវទៅនឹងក្មេងដែលគេបោះចោលធុងសម្រាមត្រូវស្ថិររចំខ្ញុំក៏មិនបានចាប់អារម្មណ៍ទៅលើកិច្ចការងារទេ
ខ្ញុំគិតថាប្រហែលជាការងារមួយគត់ដែលយើងត្រូវធ្វើចំពោះមុខគឺថាការខិតខំប្រឹងប្រែងរៀនសូត្រប៉ុន្តែបើសិនជាអត់មានលុយបន្តទៀតទេខ្ញុំប្រហែលជាឈប់រៀនហើយដល់ចៃដន្យម្ដាយរបស់ខ្ញុំគាត់តែងតែផ្ញើផ្អកពួកខ្ញុំអ្នករស់នៅតាមដងទន្លេមានផ្អកត្រីរៀលមាននំមានខ្លះទៅមានចេកទឹកឬក៏ដូចជាដលងជ្វាដលងអីអង្គគាត់តែងតែផ្ញើមកឲ្យខ្ញុំរហូតអញ្ចឹងចៃដន្យគាត់មិនតាន់បានផ្ញើហើយខ្ញុំគិតសម្រេចចិត្តថាឈប់រៀនតែជាផលបុណ្យរបស់យើងដែរបានម្ចាស់ផ្ទះនៅនាងហ៊ីនោះអ្នកអត់ទេសុសាទេប៉ុន្តែគាត់ឆ្លាញ់យើងដូចជាកូនជាក្មួយយើងចឹងពេលខ្លះគេថាខ្ញុំគឺជាកូនរបស់គាត់ដែរហ្នឹងក៏ជាយើងដឹងគុណចំពោះគាត់ដែរទោះបីជាយើងមិនតាន់បានសងគាត់ឲ្យបាន 100% ក៏យើងបានដឹងគុណថាគាត់ជាអ្នកមានគុណសម្រាប់យើងដែរក្រៅពីឪពុកម្ដាយរបស់យើងចឹងការដឹងគុណរបស់ខ្ញុំមានច្រើនណាស់មនុស្សច្រើនណាស់ដែលបានជួយខ្ញុំហើយខ្ញុំក៏ដឹងគុណរបស់ពួកគាត់ដែរចឹងខ្ញុំទៅដល់ផ្ទះគាត់សួរថាឌីណាឯងមានបានឲ្យលុយនៅព្រោះឌីណាឯងជាពាក់ខ្ញុំ3ខែហើយ3ខែកាលជំនាន់នោះគឺជួលបន្ទប់របស់គាត់គឺបន្ទប់មួយខែ 5,000 រៀលហើយ3ខែគឺ 15,000 រៀលខ្ញុំថាសុំទោសអីអើយហើយម៉ែខ្ញុំផ្ញើសម្បត្តិទៅម៉ែខ្ញុំហ្នឹងប៉ុន្តែម៉ែខ្ញុំអត់ទាន់ឃើញផ្ញើមកលុយមកឲ្យខ្ញុំសោះអីហើយអញ្ចឹងគាត់ក៏ទៅបើកឆ្នាំងរបស់ខ្ញុំឆ្នាំងក៏សួរថាមានអីហូបបាយល្ងាចហ្នឹងខ្ញុំថាមានតែត្រីខព្រោះត្រីខជានិច្ចកាលរបស់ខ្ញុំគឺ30ថ្ងៃខ្ញុំខ30ថ្ងៃព្រោះខត្រីរៀលថោកនៅត្រីរៀលហ្នឹងខ្ញុំបានទិញនៅវត្តជួយវត្តទួលថ្មបាទទួលថ្មនៅវត្តដីដោះហ្នឹងឯងមានផ្សារមួយហ្នឹងគឺខ្ញុំក៏ទិញយកមកខរហូតព្រោះខទុកបានយូរបាទអញ្ចឹងគាត់ថាបើឌីណាឯងអត់មានលុយជួលថ្លៃផ្ទះអញ្ចឹងឌីណាឯងទៅធ្វើជាមួយអ៊ីធ្វើការមួយអ៊ីលក់ស៊ុបគោណាបាទខ្ញុំក៏ថាអីអើយខ្ញុំអត់ចេះលក់ស៊ុបគោទេគាត់ថាទៅជួយលក់ទៅលក់មួយអ៊ីទៅអញ្ចឹងក៏បានទៅលក់ស៊ុបគោមួយគាត់ហើយគាត់ថាហូបអាហារលើគាត់ហូបបាយមួយគាត់ទៅផ្ទះគាត់លែងយកលុយហើយអញ្ចឹងអាលុយជាពាក់គាត់ 15,000 រៀលក៏គាត់ថាមិនបាច់ទេបើចាំសងគាត់ទេអញ្ចឹងខ្ញុំក៏ទៅលក់ស៊ុបគោជាមួយគាត់ទៅនៅអ្នកនាងហ៊ីងហ្នឹងអ្នកស្គាល់ច្រើនគឺស៊ុបគោអរុណរះគឺហាងស៊ុបគោអរុណរះខ្ញុំសូមនិយាយតែប៉ុណ្្នឹងសិនទៅប៉ុន្តែខ្ញុំនៅដឹងគុណចំពោះគាត់ចឹងបានជួបគាត់ទៅបានខ្លះប៉ុន្តែគាត់ថាគុណបំណាច់របស់គាត់គឺថាយើងសងមិនក៏មិនអស់ដែរដោយសារតែគាត់ចាត់ទុកថាគាត់ជាអ្នកម្ដាយរបស់យើងដែរជាឪពុករបស់យើងដែរដោយសារតែយើងរៀននៅមួយគាត់ចិញ្ចឹមយើងអីចឹងណាបាទហ្នឹងហើយបាទ